ស្រីគ្នាយើងទាំងអស់គ្នានៅក្នុងវីដេអូនេះគឺខ្ញុំចង់និយាយអំពី roadmap ដើម្បីឲ្យគ្នាយើងខ្លាចខ្លួនទៅជា front end developer បានណាដោយសារតែនេះគឺជា roadmap ដែលខ្ញុំបានធ្វើការដាក់ឲ្យគ្នាយើងក្នុងការរៀនតាមលំដាប់លំដោយអំពី web front end developer តើគ្នាយើងដឹងអត់ថាការរៀនខាង web front end ហ្នឹងគេសិក្សាអីគេមុនអញ្ចឹងជំហានទី1គឺនេះខ្ញុំដាក់មកលេខ1គឺអ្វីដែលគ្នាយើងគួរតែសិក្សាមុនគេគឺភាសា HTML ដោយសារតែភាសា HTML នៅពេលដែលយើងរៀនទៅចេះហើយគឺគ្នាអាចធ្វើការបង្កើត website បានទម្រង់បែបនេះទម្រង់បែបនេះនេះណានេះទម្រង់វាគ្នាយើងអាចមើលបាននេះទម្រង់បែបនេះអញ្ចឹងនៅពេលដែលយើងបានបង្កើតបានប៉ុណ្្នឹងហើយប៉ុន្តែសួរថា website ដែលគ្នាយើងមើលនៅលើ Facebook មើលនៅលើ Google ឬក៏ browser គឺយើងឃើញ website របស់គេស្អាតអត់ក៏គេចាប់ផ្ដើមពីភាសានឹងមុនគេដែរដើម្បីបង្កើតអញ្ចឹងនៅពេលដែលយើងចេះជាមួយនឹងភាសា HTML ហើយជំហានទី2នេះគឺភាសា CSS មែនទេណាអញ្ចឹងនៅពេលដែលយើងរៀន CSS គឺគ្នាយើងមើលលទ្ធផលនៅពេលដែលយើងទទួលបាននៅកន្លែងនេះលទ្ធផលដែលយើងទទួលបាននេះគឺកន្លែងដែលយើងអត់ទាន់មានជាមួយនឹង CSS វាបានតែ HTML ទេកន្លែងនេះណាយើងបានតែ HTML ទេប៉ុន្តែនៅពេលដែលយើងមាន CSS គឺយើងអាចលេង style website របស់យើងចេញទម្រង់រាងចេញ color ចេញពណ៌មកស្អាតហើយគឺភាសា CSS ហ្នឹងហើយគឺជាភាសាមួយដែលគ្នាយើងអាចធ្វើការលេង style ឬក៏ដាក់ពណ៌ទៅលើ website របស់គ្នាយើងបានឲ្យចេញមកគឺរូបរាងវាស្អាតជាងមុនអញ្ចឹងទៅវាមើលមកលក្ខណៈថាអត់សអញ្ចឹងយើងឃើញសុទ្ធតែអក្សរហើយអត់មានពណ៌មានអីទាំងអស់អញ្ចឹងយើងយក CSS មកបន្តទៀតដើម្បីសរសេរជាមួយនឹង HTML ពីរនេះសរសេរចូលគ្នាអញ្ចឹងនៅពេលដែលយើងចេះពីរហ្នឹងទម្រង់ website របស់យើងគឺវាចេញរូបរាងពណ៌បែបនេះវាស្អាតហើយប៉ុន្តែនៅពេលដែលយើងទៅរៀន CSS ហើយបើសិនជាយើងទៅបៀជាមួយនឹង CSS សុទ្ធវាធ្វើឲ្យកូដគ្នាយើងហ្នឹងវាច្រើនមានថាវាច្រើនកូដអូថា600កូដឬក៏1000កូដចុះ CSS ហ្នឹងណាអញ្ចឹងវាឡើង1000ឡាញវាច្រើនមែនតើអញ្ចឹងបានគេមាន library មួយរបស់ Tailwind CSS មួយនេះគឺមកជំនួសជាមួយនឹង CSS ដើម្បីគ្នាយើងកាត់បន្ថយក្នុងការសរសេរជាមួយនឹងកូដ CSS អញ្ចឹងវាគឺជា library មួយដែលគេបៀវាមកជាកញ្ចប់ស្រាប់ឲ្យគ្នាយើងយកវាទៅប្រើងាយស្រួលក្នុងការ develop ជាមួយនឹង website របស់គ្នាយើងមានន័យថាយើងងាយស្រួលក្នុងការបង្កើត website ហើយកូដរបស់យើងគឺវាខ្លីជាងមុនឧទាហរណ៍ថាបើសិនជាយើងសរសេរអក្សរសរសេរកូដភាសា HTML ជាមួយនឹង CSS កូដរបស់យើងឡើងទៅ1000កូដ1000ជួរអញ្ចឹងណាអញ្ចឹងវាច្រើនមែនតើប៉ុន្តែនៅពេលដែលគ្នាយើងដាក់ Tailwind ចេញច្រឡំប៉ុន្តែនៅពេលដែលគ្នាយើងសរសេរកូដជាមួយនឹង HTML បូកជាមួយនឹង Tailwind វិញវាធ្វើឲ្យកូដគ្នាយើង1000កូដហ្នឹងខ្លាយទៅជា300កូដឬក៏400កូដអញ្ចឹងទៅ400ជួរអញ្ចឹងណាអញ្ចឹងវាតិចជាងមុនច្រើនវាកាត់បន្ថយបានឡើង600បន្ទាត់ទៅអញ្ចឹងគឺយើងចំណេញហើយ website របស់យើងគឺស្អាតដូចគ្នាទៀតហើយតម្រងរបស់វានៅពេលដែលយើងសរសេរមកគឺចេញតម្រងដូចតែ CSS ដែរទេប៉ុន្តែដោយសារតែភាសា Tailwind ហ្នឹងវាគឺជា library របស់ CSS ដែលគេបៀវាមកលក្ខណៈឲ្យយើងស្រួលក្នុងការរៀនប៉ុន្តែនៅពេលដែលយើងចេះ HTML នឹងហើយនឹង Tailwind អីតើយើងធ្វើម៉េចទៀតយើងមកចូលទៅកាន់ JavaScript មកដោយសារតែភាសា JavaScript គឺវាមានលក្ខណៈពិសេសច្រើនមែនតើនៅពេលដែលយើងចេះភាសា3ហ្នឹងហើយនេះចេះ1ចេះ2ចេះ3ហ្នឹងហើយប៉ុន្តែនេះ JavaScript វាធ្វើឲ្យ website របស់យើងមាន responsive ស្អាតយើងអាចលេងអីបាននៅក្នុងហ្នឹងអាចលេង animation អាចលេង button អាចលេង event អីបានហើយឲ្យធ្វើឲ្យ website របស់យើងមានចលនាមានអីឲ្យតាក់ទាញជាងមុនទៀតចឹងហើយបានជាយើងទៅរៀន JavaScript ដើម្បីធ្វើឲ្យ website របស់យើងហ្នឹងវាស្អាតវាមាន button មួយឧទាហរណ៍ថា button នេះខ្ញុំមើលកន្លែងនេះនៅពេលដែលយើងបើកលើទូរស័ព្ទដៃវាអត់មានអា button hamburger ចេះទេប៉ុន្តែនៅពេលដែលយើងលេងជាមួយនឹង HTML CSS ណាវាអត់មាន button នេះទេប៉ុន្តែនៅពេលដែលយើងប្រើ JavaScript គឺវាមាន button hamburger កន្លែងនេះអា button ចុចកន្លែង menu វាចេញ drop down ចេញអីមកចឹងទៅអញ្ចឹងហើយគឺ JavaScript គឺវាសំខាន់មួយផ្នែកទៀតនៅពេលដែលយើងរៀនចេះ HTML CSS Tailwind យើងចូលមក JavaScript មកតាមដាំដោយមកនេះជំហានទី4ដែលយើងរៀនអញ្ចឹងនៅពេលដែលយើងចេះអាភាសាពីដើមហ្នឹងមកហើយនេះចេះអា HTML CSS Tailwind ហើយ JavaScript ហើយយើងមកមើល React វិញអញ្ចឹងហេតុអីបានជាខ្ញុំឲ្យគ្នាយើងមកសិក្សាជាមួយនឹង React Framework វិញឬក៏ library ដោយសារតែអីគេដោយសារតែ React ហ្នឹងវាស្មើភាសានេះបូកចូលគ្នាហើយគឺយើងមើលកន្លែងនេះវាស្មើ CS បូកជាមួយនឹងវាស្មើជាមួយនឹង HTML បូកជាមួយនឹង Tailwind បូកជាមួយនឹង JavaScript 3ភាសាហ្នឹងគឺស្មើជាមួយនឹង React មួយដែលយើងធ្វើការបង្កើតតែបច្ចេក React មកគឺវាមានកញ្ចប់3នឹងស្រាប់មកនៅក្នុងកូដ React របស់យើងណាអញ្ចឹងធ្វើឲ្យគ្នាយើងងាយស្រួលក្នុងការទៅ develop ជាមួយនឹង website front end
បើសិនយើងទៅមុខទៀតយើងបង្កើត website front end អីមួយអញ្ចឹងយើងបង្កើតតែបច្ចេក React មួយមកគឺយើងបង្កើតបាន website front end បាត់ចេះតែ hosting ទិញ domain មកតង់ទៀតមកគឺហើយបាត់ហើយនេះហើយគឺជា roadmap នៃ front end developer ដែលគេយើងចង់ខ្លាយខ្លួនទៅជា front end developer អញ្ចឹងណាហើយភាសា React ហ្នឹងគឺវាបង្កើតបាន website អញ្ចឹងដែរដោយសារតែវាយកភាសា3ហ្នឹងបូកបញ្ចូលគ្នាហើយវាសរសេរកូដមកងាយស្រួលក្នុងការសរសេរទៀតដោយសារតែវាប្រើជាលក្ខណៈ component យកវាមកប្រគំចូលគ្នាមួយបង្កើតបានជា website តែម្ដងអញ្ចឹងសម្រាប់គ្នាយើងដែលគាត់ចង់សិក្សា web front end development គឺយើងអាចមកមើលជាមួយនឹងថ្នាក់របស់ខ្ញុំបានដោយសារតែខ្ញុំមានហើយគ្នាយើងអាចសិក្សាជាវីដេអូក៏បាន online ក៏បានដែរហើយធានាជូនវីដេអូនៅពេលដែលបរៀនអរគុណគ្នាយើង